បាលខេត្តព្រៃវែងសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងដើម្បីបំពេញតម្រូវការដល់ភ្ញៀវទេសចរពលរដ្ឋក្មេងចាស់ប្រុសស្រីនៅក្នុងខេត្តព្រៃវែងបាននាំគ្នាមកទស្សនាមើលការសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងដែលជាការរៀបចំរបស់រដ្ឋបាលខេត្តព្រៃវែងដើម្បីលើកកម្ពស់មុខមាត់ខេត្តឲ្យកាន់តែមានការតាក់ទាញទៅកាន់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តព្រមទាំងមានកន្លែងតំបន់រមណីយដ្ឋានកម្សាន្តច្រើនបែបច្រើនសណ្ឋានបំពេញតម្រូវការដល់ភ្ញៀវទេសចរទាំងនោះបើយោងតាមរដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថាការរៀបចំសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងនេះគឺបានតាក់ទាញចំណាប់អារម្មណ៍ទឹកចិត្តរបស់ប្រជាពលរដ្ឋនៅខេត្តដោយគាត់បានអញ្ជើញមកទស្សនានៅពេលរាត្រីយ៉ាងច្រើនកកពលរដ្ឋដែលបានមកទស្សនាបានលើកឡើងថាពិតជាប្លែកហើយស្រស់ស្អាតមែនទែនសម្រាប់ខេត្តព្រៃវែងដោយបើប្រៀបធៀបពីមុននឹងមកដល់បច្ចុប្បន្ននេះខេត្តបានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីពោពេញទៅដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលធ្វើឲ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្តសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំដែលមានលោកសួនសុមាលិនជាអភិបាលខេត្តនាពេលបច្ចុប្បន្ននេះ